សួស្តីខ្ញុំជឿជាក់ថាបងប្អូនតាមដានដូចខ្ញុំដែរនៅប្រទេសប្រជុំបូព៌ាដែលសហរដ្ឋអាមេរិកដែលរកការសន្តិភាពឬសម្រាប់អ៊ីស្រាអែលតាំងពី Board of Peace ហើយទៅធ្វើជាសមាជិក Board of Peace ប៉ុន្តែខ្ញុំយកមកនិយាយនេះប្រហែលមិនដឹងថានិយាយទៅវាច្រើនណាក្នុងការយល់ដឹងខ្ញុំចេះហើយចេះតាមដានមកតែខ្ញុំឥឡូវក៏និយាយពីយុទ្ធសាស្ត្រដែលមុនវាយឬមុនដែលសហរដ្ឋអាមេរិកបានធ្វើឡើងឬបញ្ជាឡើងឲ្យដឹងថាច្បាប់សហរដ្ឋអាមេរិកនឹងគឺនៅក្នុងប្រធានាធិបតីមួយគាត់មានសិទ្ធិបំបាច់សុំសិទ្ធិពីSenator ហើយ Congress ព្រឹទ្ធសភារដ្ឋសភាហ្នឹងទេប៉ុន្តែពួកគេខាងប្រឆាំងវិញគេថាហ្នឹងហើយវាខុសគោលការណ៍របស់គេសូមបើមើលទៅសម័យអូបាម៉ាគាត់វាយច្រើនប្រទេសដែរដែលតាំងពីសូម៉ាលីតាំងពីស្អីប៉ាគស្ថានអីណាហ្នឹងគាត់អត់បានសុំសិទ្ធិពី Congress ទេប៉ុន្តែបកខាងហ្នឹងគឺគេយកកំហុសមិនត្រូវប៉ុន្តែលោកច្រំគាត់ឃើញវិញថាពួកវាហ្នឹងគឺផ្ដាច់ការខ្លាំងណាស់ហើយសម្រាប់ប្រជាជនហើយប្រជាជនបាននិរទេសចេញពីអ៊ីរ៉ានជាច្រើនមែនទែនមិនចង់នៅក្រោមអំណាចរបស់មនុស្សផ្ដាច់ការជាងចូល50ឆ្នាំចុះដែលឡើងសោយរាជហើយស្អីនិយាយទៅចង់តែថាបំបត្តិអ៊ីស្រាអែលឲ្យបាត់ពីផែនទីហើយស្រែកថាអាមេរិកកាំងហ្នឹងគឺបាត់ដែរណាសម្រាប់អាមេរិកកាំងហើយពួកវាហ្នឹងឧបត្ថម្ភទៅការដែលអាក្រក់ពេញពីនៅលើផែនដីដែលជំនួយជួយទៅពួកហាម៉ាស់ឬពួកដែលភាវកឬគ្រប់បែបយ៉ាងដែលព្រួញបាញ់ទៅអ៊ីស្រាអែលប៉ុន្តែឥឡូវនេះអ៊ីស្រាអែលថាទ្រាំបាននេះយើងត្រូវចាប់ក្បាលវាបើកាប់ពោះបើចាប់បានក្បាលវាអត់ហក់មកយើងវិញទេឥឡូវគេបានសម្រេចធ្វើអញ្ចឹងហើយតែមានកំណត់មកពីលោកច្រំខ្លាំងគ្រប់គ្រងទាំងយើងខ្ញុំជាអ្នកជឿព្រះអង្គព្រះយេស៊ូវហើយដូចព្រះប្រកាសមេញផែនដីដែលអ៊ីស្រាអែលគេជឿកាន់យូរមកហើយគឺថាអ្វីដែលយុទ្ធសាស្ត្រឥឡូវខ្ញុំចូលនិយាយពីយុទ្ធសាស្ត្រគេធ្វើវិញពីព្រោះពួកវាដែលនៅប្រទេសអ៊ីរ៉ានពួកវាហ្នឹងវារត់លុយគ្រប់បែបយ៉ាងហើយវាបានលុយច្រើននៅលក់ប្រេងប៉ុន្តែមួយទៀតវាបានលុយច្រើនទៀតគឺគ្រឿងញៀនណាខ្លាំងហើយគ្រឿងញៀនដែលចេញផ្ដល់ទៅពិភពលោកខ្លាំងចេញពីនេះមិចស៊ីកូហើយនិងសាវអាមេរិកាហ្នឹងដូចកូឡុំប៊ីតាំងពីវ៉ាន់ស្វែឡារឿងប្រេងហើយរឿងគ្រឿងញៀនហ្នឹងដែរហើយមិចស៊ីកូហ្នឹងគឺគ្រឿងញៀនដែរហើយទូតធំទូតរបស់អ៊ីរ៉ានណានៅមិចស៊ីកូហ្នឹងដូច្នេះពួកវាហ្នឹងគឺរ៉ូស៊ីគ្រឿងញៀនចេញពីមិចស៊ីកូទៅខ្លាំងអញ្ចឹងមុនហ្នឹងគឺឃើញអាមេរិកហើយមិចស៊ីកូហ្នឹងគឺកំណត់របស់គេទៅបំផ្លាញពួកsupport ផ្ដល់ទៅអ៊ីរ៉ានហើយអ៊ីរ៉ានផ្ដល់មកវិញណាគ្រឿងញៀនហើយមុននឹងទៀតបងប្អូនដឹងទេប្រហែលថ្ងៃមុនហ្នឹងគឺមុននឹងអាមេរិកអ៊ីស្រាអែលធ្វើហ្នឹងណាគឺហៅឥណ្ឌាប្រធានាធិបតីឥណ្ឌាមកនិយាយប្រាប់ឲ្យសុំស្នើឥណ្ឌាហ្នឹងគឺធ្វើជាវាយគ្នាជាមួយនឹងអាហ្វហ្គានីស្ថានហើយនិងប៉ាគស្ថានអញ្ចឹងឥណ្ឌានិងប៉ាគស្ថានគេត្រូវដៃគ្នាគេធ្វើឲ្យផុសផុលថាឡាបានណាថាឡាបានហ្នឹងវាមកសោយរាជនៅអាហ្វហ្គានីស្ថានវិញហើយប៉ុន្តែអ្នកដែលសោយរាជថ្មីហ្នឹងគាត់ចូលមកច្រំច្រើនដែរគាត់មកប្រជុំមួយច្រំមួយអីណាអញ្ចឹងគេឲ្យដើរតួថាធ្វើជាផ្
ទុះឆ្លោះគ្នានៅប្រទេសប៉ាគស្ថានហ្នឹងទៅដើម្បីអ្វីដើម្បីកុំឲ្យប៉ាគស្ថានឬប្រទេសដែលនៅជាប់ប៉ាគស្ថានគីសិស្ថានស៊ីសិស្ថានឬប្រទេសដែលចូលទៅជាតិសូវៀតណាមិនរៀបចំប្លង់មកជួយអារ៉ែនទេឲ្យឲ្យប៉ាគស្ថានហ្នឹងឲ្យមានទប់ទល់ព្រំដែនឲ្យវាយជាមួយនឹងឲ្យពីរអ្នកហ្នឹងថាឡបានហ្នឹងអញ្ចឹងគឺការនេះការយុទ្ធសាស្ត្រច្រាបរបស់អ៊ីស្រាអែលហើយអាមេរិកឲ្យគេធ្វើទៅដើម្បីអស់កម្លាំងហៅមកជួយអត់មានណាមកជួយទេណាពីផ្នែកហ្នឹងហើយរឿងប្រេងដែរក៏ប្រេងប្រទេសអ៊ីរ៉ានណាហើយមិនថារឿងប្រេងទេរឿងគឺគេថាជាតិរ៉ែអេរ៉ូនីមគេត្រូវការហ្នឹងតង្កល់ទុកនៅក្នុងក្រោមដីច្រើនណាបបានអាហ្នឹងមកហើយហេតុអីបាននិយាយថាកប៉ាល់ទឹកមុជផ្លោងច្រើនទៅខាងហ្នឹងអាហ្នឹងហើយតែអនាគតណាគេដឹកជូនវាយលុកយកបានជាគ្រឿងយូរ៉េនីមហ្នឹងណាដែលធ្វើនុក្លេអ៊ែរឬយកមកធ្វើចម្បាំងធ្វើអីហ្នឹងយកមកទុកទៅហើយយកអាហ្នឹងមកធ្វើគឺចិនយកអត់បានសូវៀតយកអត់បានមុនអាហ្នឹងហើយចំណុចដែលគេឃើញមិនអត់ប្រយោជន៍ទេហើយបន្ទាប់មកលក់គេថាប្រេងណានៅការគ្រប់គ្រងរបស់អាមេរិកអ៊ីស្រាអែល control ឬក៏អ្នកដែលគេមានសមាជិក Abraham Accord Peace ឬគេเป็นសមាជិកថ្មីទៀតហ្នឹងគេថាboard of peace អីហ្នឹងណាអាហ្នឹងហើយដែលគាត់លោកច្រំហ្នឹងខ្ញុំហៅគាត់ប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងគេឃើញយុទ្ធសាស្ត្ររៀបចំទុកមុនច្រើនហើយអូខេមិនអ្នកចាប់ដើមធ្វើហ្នឹងគេអត់ដឹងកលាដឹងអីហើយបើនិយាយពីប្រាជ្ញាហ្នឹងយើងជឿព្រះអង្គប្រាជ្ញាលោកច្រំខ្ពស់ជាងប្រាជ្ញាសាឡូមោនទៀតព្រោះសម័យយើងនេះគឺហ្នឹងហើយយើងរកអ្នកណាដែលមានកម្រិតប្រាជ្ញាទោះបីក្នុងផ្ទះក្នុងរដ្ឋាភិបាលអាមេរិកហ្នឹងបាក់ខ្លះគេបិទគាត់ដូចចៅក្រមមិនអោយគាត់កាន់កាប់ terrorist តាក់ពន្ធដឹកតំណែងអីណាឥឡូវគាត់រកចំណុចផ្សេងទៀតដែលរកចំណូលចូលមកដែរនឹងថាមិនខាតទេហើយគេនឹកឃើញថាម៉េចយកកប៉ាល់ធំកប៉ាល់ហោះអីចឹងទៅហើយទៅបដូរជាមួយអាជ្រូនរបស់យូអីអ៊ីរ៉ានហើយនឹងថឺគីដែលគេធ្វើហ្នឹងហើយអត់តាន់ប៉ះពាល់ប្រទេសថឺគីផងទេថឺគីទៅជាខ្លាំងដែរតបដែរបោះសូវៀតគ្រប់គ្រងពីលើនឹងខ្លាំងដែរអញ្ចឹងបានថាអាដ្រូនកប៉ោះអីនោះគេធ្វើជាដ្រូនហោះអស់តែត្រឹម 1000 ជាងទេប៉ុន្តែកប៉ោះអាមេរិកអស់រាប់សែនលានទាំងកប៉ាល់ទឹកនេះគាត់ថាអូនេះពួកគេនឹងគេយក opinion នឹកស្មានណាប៉ុន្តែឥឡូវនេះយើងនិយាយពីការជ្រុំរបស់កប៉ាល់ហោះទាំងពីរក្រុមរបស់អ៊ីស្រាអែលអាមេរិកហ្នឹងណាទៅទម្លាក់គ្រាប់ផ្ទួនគ្នាកន្លែងទីតាំងគាត់ថាសម្រាប់ទីរបស់អ៊ីរ៉ានណាប្រទេសអ៊ីរ៉ានជាហៅថារ៉ាណាគឺធ្វើឲ្យញ័ររលំអគារធំកម្ពស់ឬចាក់ក្រោមដីដល់ណាក៏ដោយនៅតែបាក់ហើយដុំថ្មឬស្អីនឹងសង្កត់ឯងងាប់នៅក្នុងហ្នឹងហើយការងាប់ហ្នឹងថាមិនមែនត្រឹម40នាក់ទេវាជាង100ទៅ200នាក់civil ហើយពួកគេធ្វើការច្បាប់រដ្ឋហ្នឹងវាច្រើនណាស់តែ100នេះដែរអាហ្នឹងការគ្រប់គ្រងពួកគេណាអញ្ចឹងគឺស្រែកសម្លេងទៅឲ្យពួកដែលគេថាគេក្រោកឈរឡើងធ្វើបដិវត្តណាឥឡូវបដិវត្តនេះគឺមានជំនួយពីលោកច្រំពិតប្រាកដហើយគាត់ថា the help is on the way អញ្ចឹងបានឃើញនៅក្នុងពួកជនជាតិគេហ្នឹងណាចេញពីគ្រប់ប្រទេសណាទីក្រុងមួយអបអរសាទរព្យុហជាត្រាលើកទង់ជ័យថ្មីហើយមានរូបសឹងនៅកណ្ដាលហើយខ្ញុំក៏ដាក់ខពីនៅក្នុង Vivo ដាក់ចំពុក10ដែរថាសម្លេងរបស់ព្រះហ្នឹងណាជាសឹងហ្នឹងហើយសម្លេងរបស់ព្រះហើយអញ្ចឹងបានថាការយុទ្ធសាស្ត្រធ្វើអី
គេព្រៀងទុកមុនហើយរៀបចំdecoy មានន័យថាធ្វើកន្លែងណាមួយឲ្យភញាក់ផ្អើលប៉ុន្តែគេថាដល់ពេលដែលគេរំលោភចាប់ទៅគេចាប់ផុតហើយត្រូវឈ្នះទោះបីតែមើលសัตว์ដូចគ្នាដែរណាសัตว์ដែលវាចាប់ចំណីស៊ីវាទៅផ្គុំដេញធំតូចអីបាទណាដូចជាសัตว์សឹងសัตว์ខ្លាសัตว์អីវាប្រើយុទ្ធសាស្ត្រគ្នាវាខ្លាំងណាវាឲ្យអាកូនចៅធ្វើជានុយទៅមុនសិនទៅហើយបន្ទាប់មកទៅបានវាទុកអាកម្លាំងធំពាត់ចាប់អាសัตว์វាត្រូវយកជាអាហាររបស់វាហ្នឹងណាអាហ្នឹងមើលឯកសារសัตว์ព្រោះប្រើយុទ្ធសាស្ត្រដែរហើយបើយើងវាប្រាជ្ញាខ្ពស់ជាងសัตว์ហ្នឹងទៀតអញ្ចឹងបានយើងកុំល្ងងហើយអ្នកជឿព្រះកុំថាល្ងងអូខេ